ตาดำไหลหางเชงมีหนึ่งมีการแถลจอตะโคมประแทมตีหรือก็มีการเงือบลางหมดเลยวิ้งสงสารกุมการวิพีดำไหลหางเชงมีประจำไงจันที่10 ปีค่ายวิจการชนำปีปอนมาเผยแพร่ยังคืนทางดำไหลหางเชงมีในประไงจันนี้บางสามองยังคืนทำมีการลางหมดเลยโปคือบ้านชุนโดในตลาดบุญปอน$93ขนมเอาหรือก็ประมาณจีบุญปอน$930ขนมมวยดำลังก็ตระมอง8 ปีโซนในตีประไงจันนี้บ่จงนึงท่าตาดำไหลหางเชงมีหนึ่งมีนบ่มรายบ่มรัวแบบนาปะโตแต่ช่วยการติงบานได้หรือเต้ในตลาดปัจจุบันนี้มาส่งตัวมือการวิพิตามใบปัจจัยกเตะแต่งออกนี่ยังบ่มือประโกประจำสัปดาห์ตะมุนบางคนสมัยการวิพิตะเลือปัจจัยกเตะสมัยประโกประจำสัปดาห์ยังคืนแทนตลาดแห่งเชนมีคือจับประดาเมือบลายขนมอยากเป็นปีสัปดาห์นี้มาเว้นหายให้การปีสัปดาห์มุนก็มีการสตุงเงือบลายคลั่งตอนแต่เราไปบัดคือบัดในคางโขมไปนี้นะចឹงในทางการปีสัปดาห์มุนนี้ยังใหญ่ปีกำลังติงลุ่คือผ่าพายគ្នាcòn thay កម្លាំងទិញយើងខ្លាំងជាងកម្លាំងលក់ណាប៉ុន្តែក៏មានលីឡំគ្នានៅកម្លាំងទិញក៏ដូចជាកម្លាំងលក់ផងដែរបាទអញ្ចឹងសម្រាប់បើយើងមើលទៅលើទំនោរមានស្ថិតនៅក្នុងទំនោរកើនឡើងដដែលទេមើលពីកម្លាំងទិញនៅក្នុងសប្តាហ៍នេះវិញបាទបើប្រៀបធៀបជាមួយនឹងបកគោប្រចាំសប្តាហ៍មុនខ្ញុំមើលទៅបច្ចុប្បន្ននេះមាសគឺនៅអាចបន្តកើនឡើងទៅលើបន្ថែមទៀតឥឡូវយើងចូលទៅមើលបកគោប្រចាំថ្ងៃយើងមើលបកគោប្រចាំថ្ងៃទាំងអស់គ្នាបាទអញ្ចឹងបកគោប្រចាំថ្ងៃយើងឃើញថាការពីសប្តាហ៍មុននេះបាទក្នុងរយៈពេល2ថ្ងៃថ្ងៃពហុថ្ងៃសុក្រគឺមានការធ្លាក់ចុះមកវិញយ៉ាងខ្លាំងបាទជាពិសេសគឺនៅយប់ថ្ងៃសុក្រតែម្ដងហើយបើយើងមើលទៅបច្ចុប្បន្ននេះការជា correction ការជា correction គឺបងប្អូនទាញ Fibonacci មកបាទគូពីខាងក្រោមនេះ swing low ណាទៅ swing high មួយខាងលើនេះបាទចឹងបងប្អូនឃើញនេះវាធ្លាក់មកប៉ះជាមួយនឹងបាទតំបន់ golden zone តែម្ដងបាទតំបន់ខាងក្រោមនេះចន្លោះពី correction ទី2មក correction ទី3ណាអញ្ចឹងមាសយើងឃើញថាតាំងពីវាឡើងពីកម្រិតទាបមកដល់កម្រិតខ្ពស់នេះបាទគឺវាបានធ្លាក់ចុះមកដល់ខាងក្រោមនេះគឺវាធ្លាក់ចុះចូល60%ហើយអញ្ចឹង60%នេះគឺជាតំបន់មួយដែលល្អក្នុងការទិញណាអញ្ចឹងបងប្អូនអាចពិចារណាធ្វើការទិញឡើងទៅតែបងប្អូនទិញមាសគីឡូទិញអីណាព្រោះជាតំបន់មួយដែលល្អហើយបាទអញ្ចឹងមើលបកគោលប្រចាំថ្ងៃនេះគឺខ្ញុំrecommend ឲ្យបងប្អូនអាចធ្វើការទិញទុកទៅសម្រាប់មាសគីឡូមិនថាទិញតាមប្រព័ន្ធធនាគារទេអាចធ្វើការទិញឡើងបានដែរយើងចូលទៅមើលបកគោរយៈពេល1 ម៉ោងតែម្ដងទៅបើអញ្ចឹងសម្រាប់បកគោរយៈពេល1 ម៉ោងខ្ញុំបានបែងចែកជាកម្រិតទាបកម្រិតខ្ពស់កម្រិតទាបត្រៀមទិញកម្រិតខ្ពស់យើងត្រៀមលក់ចោះបាទមាន3កម្រិតដូចគ្នាអញ្ចឹងយើងមកមើលកម្រិតទាបដែលយើងត្រៀមទិញកម្រិតទាបទី1គឺនៅកម្រិត$4070ក្នុងមួយអោនបាទឬក៏ប្រមាណជា$4903ក្នុងមួយតម្លឹងបាទកម្រិតទាបទី2គឺនៅកម្រិត$4030ក្នុងមួយអោនឬក៏ប្រមាណ$4855ក្នុងមួយតម្លឹងហើយនឹងកម្រិតទាបចុងក្រោយនោះគឺនៅកម្រិត$3984ក្នុងមួយអោនឬក៏ប្រមាណជា$4800ក្នុងមួយតម្លឹងគឺជាកម្រិតដែលយើងអាចធ្វើការទាមទិញឡើងសម្រាប់កម្រិតខ្ពស់ដែលយើងអាចធ្វើការធៀបលក់ចោះវិញបាទធៀបលក់ចោះហើយក៏យើងធៀបប័ណ្ណចំណេញដែរនោះបាទកម្រិតខ្ពស់ទី1គឺនៅកម្រិត$4186ក្នុងមួយអោនឬក៏ប្រមាណ$5043ក្នុងមួយតម្លឹងកម្រិតខ្ពស់ទី2គឺនៅកម្រិត$4211ក្នុងមួយអោនឬក៏ប្រមាណ$5073ក្នុងមួយតម្លឹងហើយនៅកម្រិតខ្ពស់ទី3នោះគឺនៅកម្រិត$4244ក្នុងមួយអោនឬក៏$5113ក្នុងមួយតម្លឹងអញ្ចឹង3កម្រិតនេះគឺជាកម្រិតដែលយើងអាចបិទយកប្រាក់ចំណេញក៏ធៀបលក់ចោះផងដែរបាទយើងមកមើលទិសដៅមាសនៅក្នុងព្រឹកនេះទាំងអស់គ្នាសម្រាប់ទិសដៅមាសនៅក្នុងព្រឹកនេះខ្ញុំមើលទៅអាចល្អក្នុងការទិញណាអាចនឹងមានការងើបឡើងទៅលើណាជាងបងប្អូនអាចពិចារណាធ្វើការទិញឡើងទៅបាទនេះពេលបច្ចុប្បន្ននេះពេលដែលវា retrace នេះព្រឹកមិញនេះគឺវាបានធ្លាក់ចុះមកប៉ះជាមួយនឹងកម្រិតទាបហើយបាទអញ្ចឹងគឺយើងអាចធ្វើការទិញឡើងហើយបងប្អូនចង់ទិញចាំឲ្យវាធ្លាក់បន្តិចទៀតក៏បានឬក៏ទិញពីឥឡូវទៅក៏បានដែរ stop loss បងប្អូនអាចប្រើក្រោម4070នឹងតិចទៅបាទចឹងអាចពិចារណាទិញឡើងជាមួយនឹង target របស់យើងគឺនៅ$4186ក្នុងអោនបាទជា target ទី1នេះបាទចឹងមាសបើសិនជាឡើងម្ដងខាងលើនឹងបកអត់ដាច់ទេបងប្អូនអាចពិចារណាធ្វើការលក់ចុះមកវិញមកបាទអាចពិចារណាធ្វើការលក់ចុះមកនេះកម្រិតខ្ពស់នេះបាទឬក៏បើសិនជាបកដាច់ចាំមើលលក់នៅកម្រិតខ្ពស់ទី2បានដែរអញ្ចឹងសម្រាប់ការវិភាគរបស់ខ្ញុំនៅក្នុងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេនៅក្នុងថ្ងៃនេះយើងទិញឡើងបាទយើងធ្វើការទិញឡើងហើយបងប្អូនដែលចង់បើកគណនីកក់ហាងឆេងបាទបង
ប្អូនអាចបើគណនីបានបច្ចុប្បន្ននេះជាឱកាសក្នុងការកងចេញឡើងហ្នឹងបើអញ្ចឹងសម្រាប់ថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេបាទសូមអរគុណសូមគោរពលាបើគណនីទិញលក់ហាងឆេងមាសឥឡូវនេះលោកអ្នកនឹងទទួលបានការបន្តបណ្ដាលនិងការប្រឹក្សាពីអ្នកជំនាញព្រមទាំងក្លាយជាសមាជិកនៅក្នុង Channel VIP ដែលគិតថ្លៃ